ប៉ាល់នេះមើលមកផ្លែតថាតូចទេណាប៉ុន្តែមិនមែនទេបងប្អូនធំហើយវែងឡើងស្បឹងទៅហើយអ្នកលើស្រួលហ៎យ៉ាងឡើងលើវិញកប៉ាល់នេះឯងបងប្អូនអើយនេះអូយុទ្ធការនោះបងប្អូនយុទ្ធការអត់មានដូចគ្នានោះយុទ្ធការណាយុទ្ធការពីរយុទ្ធការមិនហៀងមួយអានេះឃើញអញ្ចឹងណានៅចិត្តធំណាស់គេតម្លាក់មួយនៅមួយកប៉ាល់នេះមើលមកផ្លែតថាតូចទេណាប៉ុន្តែមិនមែនទេបងប្អូនធំហើយវែងឡើងស្បឹងតែម្ដងហើយនេះទូកពងឲ្យបើកបដោយកប៉ាល់តែបើកហ្នឹងមិនមែនបើកយឺតទេបើករៀងលឿនគួរសមតែកប៉ាល់ហ្នឹងវាវែងបើកទៅរកកន្លែងកន្លែងចដាលនេះនៅមកយើងហៀងក្តិតកប៉ាល់ហើយពូដែលពាក់អាវសដែលវែងហ្នឹងគឺធីវខាងគេទេមិនមែនធីវខាងខ្ញុំទេគាត់មកធ្វើការនៅផ្នែកខាងធីវខាងខ្ញុំដែរគាត់មកមួយក្រុមប្រហែលអ្នក4-5នាក់គាត់នឹងផ្នែកខាងប៉ោកហើយនេះខ្ញុំនៅពីក្រុមចដាលបើកមកដល់ចលែងចដាលហើយហើយទឹកដែលកំពុងតែហូរហ្នឹងហូរចេញពីក្នុងកប៉ាល់ហើយប្រហោងហ្នឹងគឺធំជាងភ្លៅខ្ញុំទៀតបើនិយាយពីផ្នែកកម្មករខ្មែរយើងជិះនៅលើទូកវិញឲ្យតែពេលមកដល់ក្រោមកប៉ាល់ម្ដងរញ៉េទៅដើមគ្នាឡើងអស់តោះហ្មងបើជាដើរកប៉ាល់វិញរត់តែដងតម្លាក់នៅក្រោមទូកប៉ុន្តែដល់ពេលលើកនេះតម្លាក់នៅលើក្នុងទូកអញ្ចឹងហើយអ្នកនៅជិះនៅខាងក្រោមវិញទៅដើមគ្នាឡើងទៅលើវិញព្រោះអីអ្នកនៅខាងលើគ្នារៀងតិចឯប៉ុន្តែគេបានឡើងទៅមុនដោយសារគេជិះលើតបូលទៅហើយអ្នកលើស្រួលហ៎យ៉ាងឡើងលើវិញរត់ដល់ទម្លាក់ចដាមកក្រោមឥឡូវលាក់ចដានៅលើក្បាក់ក្នុងទូកឡើងតាមនេះហើយចដាក្រោយហើយនេះខ្ញុំដើរមកផ្នែកខាងក្រោយនៃក្តិតទូកដើម្បីរកចណ្ដាលឡើងទៅលើខ្នងទូកព្រោះឯចណ្ដាលនៅខាងក្រោយ